នាំកូនមកហែទឹកលេងថ្ងៃនេះគាត់សុំងូចឲ្យជូនគាត់មកហែទឹកឥឡូវបានជូនគាត់មកហើយកំពុងតែរងចាំប៉ាប៉ាដើម្បីឡើងទៅទិញសម្បត្តិចូលហែទឹកនេះទាំងអស់គ្នាគោលបំណងនៃការហែទឹកថ្ងៃនេះគឺថាឲ្យគាត់លេងសប្បាយហើយគឺត្រូវឲ្យគាត់រៀនហែទឹករៀនថ្ងៃសម្រាប់ក៏ត្រូវតែរៀនដែរមិនរៀនមួយគ្រូគេរៀនមួយគ្រូម៉ែខ្លួនឯងហ្នឹងព្រោះថាបើជួគ្រូគេទៀតអស់លុយទៀតហ្នឹងណានិយាយពីរឿងហែទឹកនឹងវិញការជំនាន់ខ្ញុំប្រហែលជាខ្ញុំចេះហែទឹកដោយសារខ្ញុំញ៉ាំចុងអំពៅមើលទៅបងប្អូននិយាយលេងសើចអីមែនតាបងប្អូនអត់ដឹងថាខ្លួនឯងចេះហែទឹកពីណាទេតែកាលពីក្មេងហ្នឹងគឺអាសាយកបដងទៅហែទឹកទន្លេឲ្យតែឃើញគេទៅទន្លេទៅមួយគេហើយទៅមួយទឹកទន្លេហ្នឹងឲ្យតែម៉ែដឹងម៉ែដេញវាយពីទន្លេមកវិញឯងពួកគាត់ខ្លាចលងទឹកហ៎ដោយសារលួចទៅហែទឹកទន្លេហ្នឹងទេបានចេះហែទឹកហ្នឹងបើអញ្ចឹងទេខ្ញុំប្រហែលជាមិនចេះហែទឹកដល់ឥឡូវហ្នឹងបើចាប់ការរៀបរាប់រ៉ៃរ៉ាប់ខ្ញុំលួចទៅមួយទឹកទន្លេហ្នឹងត្រឹមហ្នឹងចាស់ឥឡូវមកមើលកូនខ្ញុំហែទឹកម្ដងអាងទឹកគេនៅនេះគឺថាធំទលាយណាបងប្អូនអើយថ្ងៃសៅរ៍អាទិត្យគឺថាក្មេងៗមកហែទឹកច្រើនណាស់ហើយកូនខ្ញុំនេះឲ្យតែមកដល់ភ្លាមនេះមិនតាន់អីផងគឺថាបោចូលទឹកតែមុនចូលទឹកប៉ាគេដាក់ក្បាត់ពងឲ្យឲ្យតែថាបានលេងទឹកគឺថាគេសប្បាយខ្លាំងណាស់មើលតែទឹកមកទៅដឹងហើយថាសប្បាយមិនសប្បាយនិយាយទៅកូនខ្ញុំធ្លាប់សួរគាត់ថាទៅលេង playground ហើយនឹងទៅអាងហែទឹកយកមួយណាគាត់ថាគាត់ទៅអាងហែទឹកព្រោះអាងហែទឹកក៏មាន playground ដែរចប់ចម្លើយរបស់គាត់គឺវាសមហេតុផលដែរវាចំណេញបានហែទឹកលេងកម្សាន្តមាន playground អីលេងប្រអល់ហើយនឹងអាចបង្រៀនគាត់ឲ្យហែទឹកបានទៀតចំណេញនោះចំណេញមែនតើហ្មងហើយលេងទឹកហ្នឹងមិនលេងតិចម៉ោងទេណាបងប្អូនតាំងពីម៉ោង 1 កន្លះរហូតដល់ម៉ោង 4 កន្លះគិតទៅបានម៉ោងហើយម្លងពេលលេងទឹកហ្នឹងគាត់ហែវពេកចេះទីឃ្លានណាម៉ាអើយឃ្លានឥឡូវហៅដំឡូងពងហើយនឹងបាយឆាឲ្យគាត់ញ៉ាំហើយលេងទឹកហត់ណាឡើងមាត់ឡែវហ្មងដាក់អីក៏អស់ដែរបន្ទាប់ពីញ៉ាំហើយគឺថាមានធម្មពលឡើងវិញគឺថាចោះទឹកទៀតហើយចោះសារនេះរៀងយូរតិចហៅឡើងអត់ចង់ឡើងទេរហូតដល់ម៉ោង 4 កន្លះសប្បាយគាត់មាំណាស់ថ្ងៃនេះហើយខ្ញុំនេះចេះតែខ្លាចតកូនឈឺទេលេងទឹកយូរពេកហើយញ៉ាំអាហារអំពងផងដូចជាដលងប្រាំងបន្ទាប់ពីលេងច្រើនម៉ោងហើយក៏បបួលកូនទៅផ្ទះហើយដល់ពេលទៅផ្ទះនឹងមានអីកើតឡើងហីនៅចុងក្រោយហ្នឹងតួឯកខ្ញុំហ្នឹងគឺថាគាត់ទាការ៉េមញ៉ាំនោះតួឯកស្រីទូចហ្នឹងគាត់ទាការ៉េមញ៉ាំដល់ពេលឲ្យគាត់ដឹងគាត់ធ្វើមកចេះនេះវិធីរបស់គាត់ហើយដល់ម៉ូតូគេមកដល់អលឿនប៉ាតែយកប៉ាបាយមកដល់ឯងមកជួយអត់ឈ្នះឯងមកងើបឡើងប្រឡាអើហើយមកចាំមកទិញឲ្យ